Hello,ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់នៅរបស់ admin ណាថ្ងៃនេះណាមានបន្តទីរឿងរបស់យើងរឿងស្នេហ៍មុតងល់ទី26ម្ដងទៀតហើយណាហើយ admin សង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe admin ផងតើឡើយកុំខាត់ពីយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅណា admin អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានតពីវគ្គមុនដែលរៀនចូលសង្កេតវិវ័យក៏បានសួរទៅកាន់រៀនចូលតែវាអាចរត់ទេបើសិនជាគេចង់តកនេះចឹងណាហើយរៀនចូលក៏យល់ព្រមនឹងគេដែររៀនចូលក៏បានគិតនឹងចិត្តថាអាចចង់បានអីក៏ខ្ញុំអាចបដអញបានដែរពេលហ្នឹងវ៉ៃធីងគេរៀងពងកាត់ឲ្យគេក៏បានហៅនិយាយពីថាអូខេឬក៏គិតក្នុងចិត្តថាមានពេលគិតពីគោលបំណងរបស់គេតែបើទោះជាខ្ញុំត្រូវបានគេប្រើប្រាស់ឬប្រមាថមើលងាយក៏ដោយខ្ញុំក៏ត្រូវទទួលយកដែរបន្តទៀតថាដរាបណានៅមានក្តីសង្ឃឹមនោះខ្ញុំមិនបោះបង់ចោលកូននៅក្នុងតែពួកជាដាច់ហើយការរៀបការជាមួយលៀនជូគឺជាក្តីសង្ឃឹមរបស់ខ្ញុំតែមួយគត់នៅពេលដែលខ្ញុំនៅពេលនេះខ្ញុំត្រូវការជីវិតដ៏ស្ងប់ស្ងាត់និងសុខស្រួលហើយលៀនជូនឹងតទៅវារឿងណាអាក្រក់បំផុតនៅក្នុងជីវិតខ្ញុំគឺជាការរៀបការដោយគ្មានក្តីស្រឡាញ់ប៉ុន្តែខ្ញុំមិនត្រូវការក្តីស្រឡាញ់របស់ពីលៀនជូទេហើយខ្ញុំក៏ទេទីដើម្បីគេផ្ដល់ក្តីស្រឡាញ់ឲ្យគាត់នោះទេរួចក៏ដាក់ចិត្តនិយាយឲ្យមកឡើងថាបាទចឹងខ្ញុំសុំទៅរៀបចំឲ្យបានហើយអត់សិនណារួចក៏និយាយប្រាប់គេថាសុំចូលមកក្នុងសិនមកហើយថាទាំងបើកទ្វារគេចូលមកតាមទៀតពេលហ្នឹងគឺថាលៀនជូគាត់សង្កត់ឃើញថាបន្ទប់នេះគឺមានរីកាសាម៉ារួចឥឡូវហើយសម្រាប់ជាមួយផ្លែតតពេលនិយាយរួចគេក៏បានដើរទៅបោះសម្លៀកបំពាក់បាត់ទៅហើយពេលហ្នឹងលៀនជូក៏បានតែឃើញសភៅលើតុមួយសភៅមកតែមិនមែនសភៅកណ្ដាលតានទេគឺជាសភៅមេធាវីយ៉ាងណាបន្ទាប់មកក៏ដើរទៅបោះសភៅកូនស្រីគេឬក៏សួរថាឯងចង់ខ្លាចជាមេធាវីឬសំណៃឲ្យបងនិយាយបែបហ្នឹងហើយកូនស្រីបើយើងមានជាការស្ងាត់ស្ងៀមក៏រៀនថាមកស្លេស្លុតតិចដែរហ្នឹងដោយសារគេជឿខាងហ្នឹងឬក៏ស្រីបើយើងក៏ចាប់បានសម័យទៀតហើយថាខ្ញុំគឺជានិស្សិតផ្នែកច្បាប់ហើយខ្ញុំក៏ចូលទៅធ្វើការដែរនៅផ្នែកច្បាប់បានសម្រាប់ពីគ្នាប៉ុន្តែដោយសារតែបដិបត្តិហេតុមួយធ្វើជីវិតរបស់ខ្ញុំមិនផ្លាស់ទាំងស្រុងសម័យនៅពេលដែលគេឬផើពេលនោះបន្ទាប់ពីខ្ញុំបានចាត់ចែងពីលៀនជុំមកខ្ញុំក៏ទៅហៅសិភើដើម្បីខ្ចីសិភើដែរទៅតនឹងផ្នែកច្បាប់តែច្បាប់ដែលខ្ញុំស្រុតស្រឡាញ់នឹងធ្លាប់ស្គាល់ច្បាប់ ABO គឺវាមិនដូចគ្នានឹងច្បាប់នៅក្នុងពហុមួយនេះនោះទេអាបងតាពីខៃអំពងកាត់ចង់ហើយក៏រៀនថាមកឬក៏ដាច់ជាសួរអូនហើយឃើញអូនចង់ហើយក៏សួរថាឲ្យឆាប់ឡើងទៅវៃបញ្ញាផងវៃក៏បញ្ញារៀបចំហើយក៏បាក់ទូហើយក៏ឃើញចាំមកឡើងអីមានក៏ស្គាល់ដែរមានអ្នកគ្នាមកខ្លួនឯងទៅណាបន្ទាប់មកគេក៏បានហៅឈ្មោះលោកលៀនថាពេលហ្នឹងលោកលៀនក៏បានសួរគេថាយ៉ាងម៉េចហ្នឹងគេក៏បានសួរលោកលៀនថាខ្ញុំនៅមិនទាន់បានតាមពិនិត្យនៅមន្ទីរពេទ្យនៅឡើយទេខ្ញុំគ្រាន់តែប្រើប្រដាប់ធ្វើតែមានផ្ទៃពោះតែចឹងប៉ុន្តែខ្ញុំមិនបានធ្វើតែវាបានត្រឹមត្រូវតែចំនួន5ដងហើយវាសុទ្ធតែមានវិជ្ជមានទាំងអស់ធ្វើបើខ្ញុំធ្វើតែផ្លូវការអញបញ្ជាក់ការពិតថាខ្ញុំមានក៏ដែរក៏ប៉ុន្តែការរ៉ារបស់ខ្ញុំនៅពេលការរ៉ារបស់ខ្ញុំទៅតែមានផ្ទៃពោះ3ខែដំបូងយ៉ាងចឹងគេក៏បានសើហែឡើងហើយនិយាយថាក្រោយថ្ងៃមុនឯងបានទៅមន្ទីរពេទ្យអញ្ចឹងហើយពេលហ្នឹងវ៉ៃក៏បានសួរថាមិនក៏លើកដឹងហើយគេក៏បានឆ្លើយថាដើរកាត់ក៏បាននិយាយថាកន្លែងពិនិត្យឯករបស់គេហ្នឹងគេមិនអោយវាប្រទេហើយខ្ញុំក៏មិនហ៊ានឲ្យទៅគេពិនិត្យមើលឈាមដែរព្រោះបើគេដឹងនោះនឹងមានរឿងធំជាមិនខានដូច្នេះហើយខ្ញុំក៏រៀងភ័យធ្វើឲ្យលោកលៀនក៏រៀងជឿបានហើយក៏កាន់នោះទៀតថាគេនឹងមិនទៅសម្រេចចិត្តទៀតឬបានសួរទៅកាន់លោកលៀនថាតើលោកអាចហៅគ្រូពេទ្យមកពិនិត្យមើលខ្ញុំបន្តិចបានអត់លោកលៀនអានិយាយមិនខ្ញុំទៅចិត្តគេឡើងខិតឡើងឡើយហ្មងណានិយាយថាថ្ងៃនេះខ្ញុំបងរៀងអៀនហើយនិយាយថាប៉ុណ្ណឹងបានហើយចាំនិយាយគ្នានៅពេលក្រោយហើយរៀបចំរួចរាល់អស់ហើយពួកយើងនឹងឆាប់ចេញទៅអញ្ចឹងក្នុងចិត្តថាមិនអាចចាំជួយជានេះបានទេក្នុងចិត្តថាព្រមសំណាញ់នេះខ្ញុំរៀងឈឺពោះបន្តិចហើយក៏យកដៃដាក់លើពោះហើយឥឡូវនេះរៀងលែងមកកាន់ផ្ទះធំវិញម្ដងពេលណាគេក៏បានចូលមកជាមួយគ្នាហើយក៏បន្តជាមួយនឹងជំនួយការនៅទីនោះផងការបាននិយាយថាលោកឆាន់លោកលៀននេះជាឯកសារដែលពួកលោកចង់បានលៀនជួបបានប្រាជំនួយគេថាឈប់អាយគេបំពេញវាទៅពេលជំនួយការបានឲ្យឯកសារឲ្យវ៉ៃហើយវ៉ៃក៏បានសួរថាឯកសាររួចធីងវ៉ៃក៏បានឯកសារនោះថាឲ្យទៅដឹងថាលិខិតស្នើចេញទៅក្រៅប្រទេសតពីអានឯកសារបានរួចរាល់រួចគេក៏បានសញ្ញាលើឯកសារនោះបន្ទាប់ពីពិនិត្យលើឯកសារនោះហើយលិខិតនោះបាននិយាយថាគ្មានបញ្ហាអីទេហើយលោកក៏អនុម័តសញ្ញាបាននឹងសម្បត្តិកំណត់ដែរក៏បានសួរថាប៉ុន្តែហើយមិនត្រូវចេញក្រៅប្រទេសតពីសួរចឹងរួចលិខិតនោះបានសួរថាអេក្រែងនេះលោកហើយនឹងលោកលៀនត្រូវចេញទៅក្រៅប្រទេសរៀបការនឹងគ្នាអីនឹងហើយអ្នកទាំងអស់គ្នារស់ស្នេហ៍ងងឹតភេទទី26របស់យើងចាប់ដល់ត្រឹមហ្នឹងហើយណាអ្នកគ្នាអត់មានអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានមានចំពោះអ្នកទាំងអស់គ្នាអរគុណបាយបាយអរគុណណាស់អ្នកទាំងអស់គ្នាចាំរកចិត្តទស្សនានៅវីដេអូក្រោយ